ថ្ងៃនេះខ្ញុំនឹងមកធ្វើបទបង្ហាញអំពី BGP Fundamental ហើយទៅលើ course នេះដែរគឺឈ្មោះថា Advanced Network Architecture ដែលពួកខ្ញុំគឺមាន advisor ទៅលើជាមួយនឹងលោកគ្រូម៉ាសាហើយនឹងជាមួយលោកគ្រូខៀងថាផងដែរអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរពួកយើងនឹងចូលទៅក្នុង slide presentation អញ្ចឹងទៅលើ introduction របស់ BGP ឬមួយក៏យើងហៅថា Border Gate Protocol វាគឺជា main routing protocol មួយដែលវា connect រវាង network ផ្សេងៗគ្នានៅក្នុង internet network ដែលខ្ញុំនិយាយនឹងអាចជា1 2ឬមួយក៏ជា network ច្រើនដែលអាច connect ចូលគ្នាហើយវាក៏បានជួយទៅលើការ decision routing ដើម្បីរក path មួយដែលល្អជាងគេដើម្បី send data រវាង autonomous system ហើយ BGP នេះគឺវា reliable និង scalable ខ្លាំងហើយវាក៏បានជួយឲ្យ network operator យើងនឹងអាច control ទៅលើ traffic របស់ flow នៃការ send data នឹងផងដែរអញ្ចឹងចំណុចបន្ទាប់យើងនឹងត្រូវនិយាយអំពី feature របស់ BGP ថាវាមានអ្វីខ្លះអញ្ចឹងគឺវាមាន4ដែលទី1ហ្នឹងគេហៅថា Path Vector Protocol ហើយទី2គឺជា Policy Based Routing ទី3ជា Path Selection និងទី4ជា Reliability និង Scalability នៅលើ Path Vector Protocol គឺវាជួយ keep track ទៅលើ path នីមួយៗដែល route ត្រូវការ take ហើយវានឹងឯងជាអ្នក decision ទៅលើ routing ដើម្បីឲ្យវាច្បាស់លាស់ជាងមុនហើយនឹង loop free ហើយចំណុចទី2ទៅលើ policy based routing ចំណុចនេះគឺវា allow ទៅឲ្យ network operator ទាំងប៉ុន្មានហ្នឹងគឺខំឲ្យ control ទៅលើ flow នីមួយៗក្នុងការ route ចំណែក path selection គឺ BGP វានឹងជ្រើសរើសទៅលើផ្លូវឬមួយ the best path វា base ទៅលើ contribute ផ្សេងៗដូចជា AS path, MED ឬមួយក៏ local preference ផ្សេងៗហើយលើកន្លែង reliability និង scalability នេះដែរគឺ BGP យើងវាអាចធ្វើការនៅក្នុង network មួយដែលធំហើយគឺវា design ហ្នឹងសម្រាប់មក support ទៅលើ internet global reliability អញ្ចឹងជាបន្តយើងនឹងទៅនិយាយអំពី external ហើយនិង internal របស់ BGP កន្លែង eBGP និង iBGP ហ្នឹងគឺ e តំណាងឲ្យ external បន្ទាប់មកគឺ i តំណាងឲ្យ internal អញ្ចឹងទៅលើ external BGP ឬមួយក៏ eBGP ហ្នឹងគឺវាប្រើប្រាស់សម្រាប់ exchange routing information រវាងautonomous system ផ្សេងៗគ្នាដែលយើងហៅកាត់ថា ASES ហ្នឹងហើយចំណែកទៅលើ iBGP វិញគឺវាប្រើប្រាស់សម្រាប់ exchange routing information ដូចគ្នាប៉ុន្តែគឺទៅលើ autonomous system តែមួយហើយជាខ្លីយើងអាចនិយាយបានថា eBGP ហ្នឹងគឺវា connect ទៅលើ network ផ្សេងៗគ្នាហើយ iBGP ហ្នឹងគឺវា share information ដែលនៅក្នុង network ជាមួយគ្នានឹងឯងអញ្ចឹងជាបន្ទាប់យើងនឹងចូលទៅដល់ slide មួយទៀតដែលនិយាយអំពី autonomous system ឬមួយក៏ AS អញ្ចឹង autonomous system ឬមួយក៏ AS ហ្នឹងវាជាបណ្ដុំនៃ network ដែលវាធ្វើការនៅក្រោម administration ហើយពួកហ្នឹងគឺវាមាន unique number ផ្សេងៗគ្នាដែលយើងហៅថា ASN ហើយគឺ BGP គឺវាប្រើប្រាស់លេខហ្នឹងឯងដើម្បី share routing information រវាងគ្នាទៅវិញទៅមកនៅក្នុង network អញ្ចឹងដូចរូបខ្ញុំដាក់នៅក្នុងហ្នឹងអញ្ចឹងវាមាន AS1 AS2 និង AS3 ដែលវាមាន eBGP ហើយក៏មាន iBGP ដែរយើងឃើញថា iBGP វា set នៅក្នុង cloud connect ជាមួយនឹង router មួយទៅ router មួយមានន័យថានៅក្នុង network តែមួយហើយចំណែកឯ eBGP វិញគឺវា connect ពី AS1 ទៅ AS2 ហើយនិង AS3 ចឹងយើងឃើញថាវា connect នៅក្នុង network ផ្សេងៗគ្នាមិនដូចគ្នាអញ្ចឹងយើងនឹងទៅបន្ទាប់
ទៅលើ autonomous system ដដែលប៉ុន្តែយើងនឹងនិយាយអំពី key characteristic របស់វាអញ្ចឹងវាមាន3ផ្សេងៗគ្នាទី1ហ្នឹងគឺ single routing policy ទី2ហ្នឹងគឺ border routing ទី3ហ្នឹងគឺ unique ANS នៅលើ single routing policy គឺវាចង់មានន័យថានៅ network ទាំងអស់ដែលនៅក្នុង AS គឺវា follow ទៅលើ rule មួយ routing rule មួយដើម្បី ensure consistent traffic management មានន័យថានៅពេលដែលវានៅក្នុងការ manage របស់ AS ហ្នឹងឬមួយនៅក្នុង rule ហ្នឹងគឺ traffic របស់ traffic ក្នុងការ routing ពី router មួយទៅ router មួយទៀតហ្នឹងគឺវាមាន flow ល្អអញ្ចឹងទៅលើ border routing border router អញ្ចឹងនៅកន្លែងនេះដែរគឺ router ហ្នឹងវា connect AS របស់យើងទៅលើ autonomous system ផ្សេងៗឬមួយក៏ AS ផ្សេងៗដែលវា control ទៅលើ traffic ពីការចូលឬមួយក៏ចេញនៅក្នុង network មានន័យថាអាចបញ្ជូន data ចូលទៅក្នុង router មួយឬមួយក៏បញ្ជូន data ចេញពី router មួយទៀតហើយទី3នោះដែរគឺទៅលើ unique ANS unique ANS ហ្នឹងគឺវាបានប្រើប្រាស់ដោយ AS នីមួយៗហ្នឹងគឺវាមាន unique number មួយអាចជា AS1 AS2 AS3 ឬមួយក៏ AS100 AS200 តាមយើងតំណាងដែរហើយដោយសារតែវាមានលេខដូច្នោះវាបានប្រើប្រាស់ដោយ GPP ដើម្បី identify ថា AS ហ្នឹងគឺវាបាន exchange routing information ជាមួយនឹង network ផ្សេងៗទៀតហើយទៅលើ international connectivity គឺវាធានាឲ្យ router ហើយនឹង network ដែលនៅក្នុង AS អាច communicate ហើយនឹងដឹងថាតើ path មួយណាដែលវាជាល្អជាងគេចង់ឲ្យថារវាង path មួយណាដែលអាចទំនាក់ទំនងមកគ្នាបានល្អជាងគេឯ peering relationship គឺវា connect រវាង AS ផ្សេងៗគ្នាដែលវា allow ឲ្យពួកហ្នឹង exchange routing information ហើយក៏បាន share ទៅលើ traffic efficiency ដែរអញ្ចឹងយើងចូលទៅដល់ចំណុចមួយទៀតគឺ BGP ANS representation តើវានឹងយ៉ាងម៉េចអញ្ចឹងកន្លែងហ្នឹងដែរគឺ BGP វាប្រើ autonomous system number ASN ហ្នឹងដើម្បី identify network ហើយវាបង្កើតប្រើប្រាស់សម្រាប់បង្កើតនិង manage ទៅលើneighborship ផ្សេងៗរវាង router ហើយជាទូទៅASN ហ្នឹងគឺវាភាគច្រើនតែ16 bit ទេតែដោយសារតែ network យើងហ្នឹងវាចេះតែ grow ម្ដងតិចយូរទៅវាវិវត្តទៅដល់32 bit ANS ហើយវាក៏បានប្រើប្រាស់វាច្រើនហើយវាក៏បាន provide ទៅលើ range ហើយនឹង identifier ផ្សេងៗដែរអញ្ចឹងនៅលើនេះខ្ញុំនឹងបាន note ទៅលើ method 3ដែលអាច represent ASN បានអញ្ចឹងទី1ហ្នឹងគឺ AS plain ហ្នឹងគឺវាជា simple format មួយដែលយើងអាចសរសេរវាជា decimal number មានន័យលេខគូតបានចំណែកឯ AS dot ហ្នឹងគឺវាប្រើ ASN ដែលនៅក្នុង range 16 bit ឬមួយក៏ below 65536 byte ហើយចុងក្រោយគឺ AS dot plus ដែលវាប្រើ ASN លើសពីចំនួនដែលខ្ញុំបានប្រាប់មិញហ្នឹងគឺវារហូតដល់32 bit range ឯណោះអញ្ចឹងយើងនឹងចូលដល់ចំណុចមួយទៀតគឺ BGP message អញ្ចឹងកន្លែង BGP message ហ្នឹងគឺយើងឃើញថា BGP វាបានប្រើប្រាស់message ផ្សេងៗដើម្បី exchange routing information ប៉ុន្តែវានៅតែ maintain connection រវាង router មួយទៅ router មួយទៀតដែរអញ្ចឹងtype of message ហ្នឹងដែលវាប្រើប្រាស់គឺវាមាន4ទី1គឺទៅលើ open វាចាប់ផ្ដើមនៅក្នុង BGP section
ដែលវាបានរួមបញ្ចូលជាមួយនឹង routing ID ហើយនឹង connecting setting ទី2គឺ keep alive កន្លែង keep alive ហ្នឹងគឺវាចង់មានន័យថាវាផ្ញើ message ទៅ confirm រហូតថាតើនៅក្នុងហ្នឹងវា active ដែរឬទេហើយទី3ហ្នឹងគឺជាការ update មិនអញ្ចឹងវា announce វាស្រែកប្រាប់នៅក្នុងហ្នឹងថានៅក្នុងហ្នឹងវាមានអីផ្លាស់ប្ដូរជាថ្មីឬមួយក៏នៅដដែលការ routing ហ្នឹងវាប្រើប្រាស់ attribute អ្វីខ្លះហើយជាចុងក្រោយហ្នឹងគឺ notification វានឹងមកប្រាប់ថាឬមួយ report ប្រាប់អំពី error ឬមួយក៏បញ្ហាផ្សេងៗដែលនៅក្នុង BGP section ហ្នឹងចំណុចបន្ទាប់គឺទៅលើ BGP neighbor state BGP វាប្រើប្រាស់ state ច្រើនសម្រាប់ routing ដើម្បីចូលទៅ connect ជាមួយនឹង router មួយទៀតហើយខ្ញុំនឹងលើកយក6មកនិយាយគឺទី1ហ្នឹងគឺ idle អញ្ចឹង idle ហ្នឹងមានន័យថា router យើងវាអត់បាន active ទេមានន័យវា inactive ហើយវាអត់បាន attempting ជាមួយនឹងការធ្វើ connection ជាមួយនឹង router ផ្សេងៗទេទី2ហ្នឹងគឺ connect router ពេលហ្នឹងគឺ router វានឹងបង្កើត try បង្កើត establish connection ជាមួយនឹង neighbor ហ្នឹងមានន័យថាទៅលើ routing ផ្សេងៗដែលនៅជិតគ្នាដែលបាន connect ជាមួយគ្នាហ្នឹងចំណុចទី3ហ្នឹង active ចំណុចដូចគ្នាដែរប៉ុន្តែ router វានៅតែ try ដដែល try រហូតនៅពេលដែល connection ហ្នឹងលើកដំបូងវានៅតែ fail វាអត់បាន connect ហើយទី4ហ្នឹងគឺ open send អញ្ចឹងក្រោយពេលបាន connect ជាមួយនឹង router ផ្សេងៗហើយ router វានឹងផ្ញើ message មួយដើម្បីចាំ reply អំពី router ដែលវាបាន connect ទៅហើយទី5គឺ open confirm អញ្ចឹងកន្លែងហ្នឹងមានន័យថានៅពេលដែលវាទទួល message ពី open send ហើយ router វានឹង verify ហើយទទួល open message ហ្នឹងដើម្បីប្រាប់ថាឲ្យវា keep alive មានន័យថាឲ្យវានៅ active ហើយជាចុងក្រោយទី6គឺ establish វាគឺជា state ចុងក្រោយគេដែល router វាអាច exchange routing information បានអញ្ចឹងចូលចំណុចថ្មីគឺទៅដល់ BGP prefix advertisement អញ្ចឹងទៅលើចំណុចកន្លែងនេះដែរយើងនឹងនិយាយថានៅពេលដែល router នៅក្នុង BGP ហ្នឹងវា share information ហ្នឹងដោយវាម៉េចអញ្ចឹងកន្លែងហ្នឹងវានឹងនិយាយថាគឺវានឹង share information ហ្នឹងតាម advertising prefix ដោយរបៀបណាគឺវានឹង block ទៅលើ IP address ដែល network នឹងទៅដល់នៅពេលដែល BGP router វាធ្វើ advertisement prefix ទៅលើ neighbor router នៅជិតហ្នឹងវានឹងប្រាប់ទៅ router មួយទៀតថាវាអាច reach នៅលើ network ពេលហ្នឹងវា allow ឲ្យ BGP ហ្នឹងអាច build a global map ដែលមាន network ដែលអាចចូលទៅដល់បានហើយវានឹងជ្រើសរើសផ្លូវណាដែលមាន traffic ល្អជាងគេអញ្ចឹងយើងនឹងទៅមើលទៅលើ diagram យើងនឹងឃើញថាវាមាន network statement ទៅមក OIB check ហើយ local routing table កន្លែងហ្នឹងគឺជា BGP database ហើយវា validity check បន្ទាប់មកវា outbound route policy ហើយវានឹង OIB out ហើយជាចុងក្រោយគឺវា route to peer អញ្ចឹងយើងមកមើលទៅលើ BGP routing table ទៅលើ adjacent OIB គឺ route វានឹង receive neighbor ជា original form មុន inbound policy វា apply ទៅលើហើយ table នេះវាអត់មានអីទេនៅពេលនៅក្រោយដែល routing វាកំពុងតែ process ហើយនៅក្នុង local OIB វាមាន local ផ្សេងៗដែលវាទទួលពី NLRI ហើយ BGP វានឹង apply ទៅលើ path ដែលល្អជាងគេដែលវា select នៅលើហ្នឹងហើយក្រោយឡើងវានឹងជ្រើសរើស route ដើម្បី add IP routing table ចំណុចចុងក្រោយគឺ adjacent OIB out
ចឹងវានឹងចាប់ទៅលើ IP បន្ទាប់ពីវា outbound policy apply ទៅលើហើយវានឹង ready advertise ទៅលើ neighbor ផ្សេងៗប៉ុន្តែ prefix ទាំងអស់នៅក្នុង local OIB វាមិន advertise ទៅលើ OIB field ឬមួយ Insta Global OIB ទេតែ BGP យើងវានឹង process route តាម follow ខាងក្រោមគឺ step ទី1វាឲ្យ route ហ្នឹងវាស្ថិតនៅក្នុង original form នៅក្នុង adjacent OIB in ហើយវានឹង apply inbound route policy based ទៅលើការ sending របស់ neighbor ដែលនៅជាប់គ្នា step ទី2វានឹង update information ទៅឲ្យ local OIB ជាមួយនឹង entry ថ្មីដើម្បី clear adjacent OIB in ដើម្បី free resource នៅក្នុងនោះកុំឲ្យវាមានការរាំងស្ទះ step 3គឺវានឹង perform validity ដើម្បី check មើលឲ្យធានាថា route នឹងវាត្រឹមត្រូវហើយ hop បន្ទាប់នឹងវាអាចចូលក្នុងបានជាមួយនឹង global IP invalid route ដែលនៅសល់នៅក្នុង local OIB គឺវាអត់បានធ្វើការ processing តទៅមុខឡើយ step 4គឺវា select ទៅលើ path ដែលល្អជាងគេហើយគឺមានតែ path មួយទេដែលវាបានជ្រើសរើសយកមកប្រើ step ទី5គឺវា add the best add path ដែលល្អជាងគេនឹងចូលទៅក្នុង global IP ហើយវានឹង apply outbound out មិនមែន in ទេគឺ outbound route policy ហើយនឹង advertise ទៅលើ non discarded route ទៅ neighbor ផ្សេងហើយនេះគឺជា diagram ដែល BGP prefix ដែល BGP វាធ្វើ prefix advertisement ដើម្បី install នៅក្នុង global OIP អញ្ចឹងទៅលើចំណុចបន្ទាប់គឺយើងនិយាយទៅលើ BGP pass attribute អញ្ចឹង BGP pass attribute ហ្នឹងវាទាំងអស់ហ្នឹងគឺជាទិន្នន័យដែលភ្ជាប់ទៅនឹង BGP ដើម្បី update ទៅជួយ router ដែលប្រើប្រាស់ path ដែលល្អជាងគេហើយវានឹងធ្វើការជា routing rule ដើម្បី decision making អញ្ចឹងកន្លែងហ្នឹងយើងនឹងមាន type of BGP pass attribute ទី1ហ្នឹងគឺ well known mandatory វា require វាត្រូវការ update ហើយនឹង recognize មានន័យថាទទួលស្គាល់ទៅលើ router ទាំងអស់ទី1ហ្នឹងវាមាន origin IGP និង EGP incomplete វានឹងប្រាប់បង្ហាញថា router ហ្នឹងវាមកពីណាហើយទី2ហ្នឹងគឺ AS path កន្លែងហ្នឹងវានឹង list AS number របស់ router ដែលបានឆ្លងកាត់ហើយទី3គឺ next hop ហ្នឹងវាប្រាប់អំពី IP address ដែលចូលទៅដល់ destination មានន័យថាទៅដល់ router ចុងក្រោយគេដែលវាត្រូវការចូលទៅដល់ type ទី2ហ្នឹងគឺ well known discretionary គឺ router ទាំងអស់ស្គាល់ប៉ុន្តែអត់សូវបានប្រើប្រាស់ឬមួយក៏វាអត់សូវបានចេញមុខឬមួយក៏យើងអាចហៅវាមួយទៀតថាគឺ local pref មានថាវាឲ្យឬមួយក៏ឲ្យ BGP path attribute ហ្នឹងវាជ្រើសរើសឬមួយជ្រើសរើសទៅលើ AS ណាដែលវា prefer ហើយ type ចុងក្រោយគេហ្នឹងគឺ optional transition គឺវាអត់ require មានវាអត់ត្រូវការឲ្យយល់ដឹងអីច្រើនទេដើម្បីឲ្យទិន្នន័យវាចូលអញ្ចឹងចំណុចហ្នឹងគឺមានប៉ុណ្ណឹងហើយនេះគឺជា diagram សម្រាប់ BGP attribute អញ្ចឹងយើងឃើញថាយើងនិយាយកន្លែងមិញហ្នឹងវាបានចេញទៅដល់ well known optional ទាំងអស់ចេញពី well known ហ្នឹងមាន mandatory discretionary ហើយវាចេញមាន next hop as AS path origin local preference atomic aggregate ហើយនឹង rank optional ហ្នឹងមាន transitive non transitive
ដែល transitive ហ្នឹងមាន aggregator community extended community ហើយ non transitive ហ្នឹងគឺមាន MED originator ID cluster list MP route NLRI និង MP unreach NLRI ហើយនៅលើចំណុចដដែលហ្នឹងគឺយើងឃើញថាBGP route នីមួយៗហ្នឹងវាមានទិន្នន័យមួយដែលយើងហៅថា path attribute ដែល BGP ហ្នឹងប្រើប្រាស់ដើម្បី decision ទៅរក path ណាដែលល្អជាងគេនៅពេលដែល multi route exist កន្លែង multi route exist ហ្នឹងមានន័យថាដូចយើងមាន router មួយអញ្ចឹងវាអាច connect បើសិនជាយើងនិយាយធម្មតាមានន័យថា router 1 connect ទៅ router 2 ប៉ុន្តែនៅក្នុង case នេះវាមិនមែនអញ្ចឹងទេវាមានន័យថា router 1វាអាច connect ទៅ router ច្រើនទៀតមានអាច router 2 router 3 router 4អញ្ចឹងនៅពេលដែលវាមាន router multiple route អញ្ចឹងគឺវានឹង select path ណាដែលល្អជាងគេឬមួយក៏យើងហៅថា path ណាដែលខ្លីជាងគេនោះល្អជាងគេអញ្ចឹងកន្លែងនេះយើងនឹងនិយាយនៅក្នុងចំណុចបន្ទាប់យើងនឹងឃើញមានកន្លែង wave lookup preference អីហ្នឹងអញ្ចឹងនឹងយើងចូលមកដល់ហើយគឺកន្លែង wave ជាទូទៅបើសិនជាអានឹងបកប្រែយើងហៅថាជាទម្ងន់ប៉ុន្តែនៅក្នុងហ្នឹងវាមិនមែនបែបហ្នឹងទេអញ្ចឹង wave ហ្នឹងវាជា Cisco specific BGP attribute គឺវាប្រើប្រាស់ដើម្បីជះឥទ្ធិពលទៅលើ selection ដែលល្អជាងគេនៅក្នុង router path selection ល្អជាងគេនៅក្នុង router ហើយនៅពេលដែល wave នឹងវាកាន់តែច្រើនមានន័យថាprefer route ហ្នឹងក៏វាកាន់តែច្រើនដែរអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចអាកន្លែង wave ហ្នឹងមានន័យថាវា local ទៅលើ router សំទោសមិញមានការអាក់រអួលតិចអញ្ចឹងខ្ញុំនឹងនិយាយសាថ្មីអញ្ចឹងទៅលើកន្លែង wave ហ្នឹងគឺវាគេហៅថា local ទៅលើ router ប៉ុន្តែវាអត់បាន share information អ្វីទៅលើ router ផ្សេងៗទេអញ្ចឹងជាខ្លីមកវិញគឺ wave ហ្នឹងវាឲ្យ router ធ្វើ decision ខ្លួនឯងហើយនឹងជ្រើសរើសpath ណាដែលវាចង់ប្រើប្រាស់ហើយបើសិនជា wave ហ្នឹងវាកាន់តែខ្ពស់មានន័យថា router យើងហ្នឹងវានឹង prefer កាន់តែច្រើនដែរហើយចំណុចបន្ទាប់ហ្នឹងគឺយើងនឹងទៅនិយាយអំពី locally originated router ហ្នឹងគឺវាជា route មួយដែល router យើងហ្នឹងបានបង្កើតដោយខ្លួនឯងហើយដែលវាអាចបង្កើតហ្នឹងគឺវាបានមកពីទី1ហ្នឹងគឺ connected network កន្លែងហ្នឹងមានន័យថា network យើងហ្នឹងគឺវា attach ផ្ទាល់ទៅលើ router ហើយទី2ហ្នឹងគឺ static route មានន័យថាវា route manually ហើយវា set ជាមួយនឹង network administrator ហើយមួយទៀតហ្នឹងគឺ routing protocol ហ្នឹងមានន័យថា route ហ្នឹងវាបានយកមកពី BGP ពី protocol មួយទៀតហើយចំណុចបន្ទាប់ហ្នឹងគឺ AS path អញ្ចឹងជាខ្លី AS path ហ្នឹងវាគឺជា BGP attribute ដែលវាចេញ list ពី autonomous system SR ហ្នឹងដើម្បីឲ្យ route ហ្នឹងអាចឆ្លងកាត់បាន BGP វាប្រើដើម្បីកុំឲ្យយើងហ្នឹង route ជា loop ហើយវាជួយជ្រើសរើស path ណាដែលខ្លីជាងគេទៅកាន់ destination ហើយចំណុចបន្ទាប់គឺ origin វាគឺជា origin attribute មួយរបស់ដែលនៅក្នុង BGP ដែលប្រាប់ពីការ route នៅក្នុង BGP ហើយគឺវាចែកចេញជា3វាចែកចេញជា2គឺ IGP I ហ្នឹងមានន័យ internal មានន័យថា route វាបានមកពី internal routing protocol ដែលនៅក្នុង AS ហើយទី2ហ្នឹងគឺ EGP គឺជា route ដែលបានមកពី
exterior gateway protocol ចាស់ហើយចំណុចបន្ទាប់ហ្នឹងគឺ MED ហ្នឹងគឺ multi axis discriminator ហើយ MED ហ្នឹងគឺជា BGP attribute មួយដែរដែលវាជះឥទ្ធិពលទៅលើ external neighbor ផ្សេងដែលជ្រើសរើសក្នុងការជ្រើសរើស pass នៅក្នុង AS ដែលមាន entry point ច្រើនចឹងជាខ្លី MED ហ្នឹងគឺវាប្រាប់ network ទាំងអស់ហ្នឹងថា path មួយណានៅដែល AS ហ្នឹងវា prefer ខ្លាំងជាងគេហើយនៅលើ MED ហ្នឹងដែរវាមាន key feature របស់វាដែលទី1ហ្នឹងគឺ optional attribute គឺវាអត់ឲ្យត្រូវការ BGP ទាំងអស់ហ្នឹងគឺ route ទេទី2គឺ non transitive by default កន្លែងហ្នឹងមានន័យថាវាអាចឬមិនអាច connect ផ្ទាល់ទៅលើ AS ហើយទីចុងក្រោយហ្នឹង comparison rule នៅពេលដែល BGP វាជ្រើសរើស path ដែលល្អជាងគេហើយមានន័យថា path ផ្សេងហ្នឹងគេហៅថាដូចគ្នាឬមួយក៏យើងអាចហៅថា AS path ឬមួយ origin ឬមួយក៏ local preference មានន័យថា path ដែលមាន MED តិចជាងគេគឺវានឹង prefer ទៅលើអាហ្នឹងហើយចំណុចបន្ទាប់គឺ BGP multipath BGP multipath ហ្នឹងគឺវាជួយបើកឲ្យ BGP ផ្សេងដើម្បី router IP routing table ដែលទាំងអស់ហ្នឹងគឺវានឹងទៅកាន់destination ដូចគ្នាហើយ BGP multipath ហ្នឹងវាមាន feature ដូចខាងក្រោមមានដូចជា eBGP multipath iBGP multipath និង EI BGP multipath អញ្ចឹងដើម្បីឲ្យ path ទាំងអស់ហ្នឹងវាមានភាព identical គឺវាមាន requirement ដូចជាត្រូវការឲ្យ AS path length ហ្នឹងគឺវាស្មើគ្នាដូចគ្នា origin ដូចគ្នា MED ដូចគ្នា local preference ដូចគ្នា next hop reachability ដូចគ្នាហើយនឹងពឹងទៅលើ vendor ហើយនឹង configuration ចំណុចបន្ទាប់យើងនឹងនិយាយអំពី eBGP ជាមួយនឹង iBGP អញ្ចឹងកន្លែងនេះគឺខ្ញុំនិយាយនៅខាងមុខហើយ eBGP ហ្នឹងគឺវាជា external BGP មានន័យថា bit នៅក្នុង section របស់ BGP ហ្នឹងរវាងAS ផ្សេងគ្នាចំណែកឯ internal BGP ហ្នឹងគឺវាជា BGP section ដែលនៅក្នុងហ្នឹងមាន AS ដូចគ្នាចំណុចបន្ទាប់គឺ iGP next hop អញ្ចឹងកន្លែងហ្នឹងខ្ញុំនឹងនិយាយអំពី newest route ហើយនិង oldest route កន្លែងលេខ1ហ្នឹងគឺកន្លែង newest route ខ្ញុំសរសេរខុសប៉ុន្តែកន្លែងហ្នឹងមានន័យថា path ទាំងពីរហ្នឹងគឺ external ដែលខ្ញុំចង់មានន័យថាកន្លែងហ្នឹងបើសិនជា path ទាំងពីរវាជា external ពេលនោះ IGP វានឹង prefer route ណាដែលចាស់ជាងគេមានន័យថាroute ដែលវាប្រើប្រាស់មុនគេបង្អស់ហើយវាប្រើប្រាស់ថ្មីប៉ុន្តែវាទៅរក route ដែលវាប្រើមុនគេបង្អស់ហ្នឹងគេហៅថា oldest route មានន័យថាអ្វីដែលវាបានលឿនដំបូងគេអញ្ចឹងទៅលើ newest route កន្លែងទី2ហ្នឹងដែរមានន័យថា route ហ្នឹងវាបានមកពី router របស់ BGP ដែលនៅក្នុង router ដែលមាន ID សម្រាប់ prefer route ហើយ the route ID ដែលខ្ពស់ដែលមាន IP address សម្រាប់ route ហ្នឹងគឺវា prefer ឲ្យលើ loopback address កន្លែងហ្នឹងយើងនឹង note ថាយើងអាចប្រើប្រាស់ BGP router ID command ដើម្បី set router ID បានចំណុចបន្ទាប់ហ្នឹងគឺ accumulated IGP accumulated IGP ហ្នឹងគឺជា path attribute ដែលគេប្រើសម្រាប់ carry IGP cost information រវាង BGP router ដែលនៅក្នុង AS តែមួយឬក៏នៅក្នុង AS ពីរផ្សេងគ្នាជាទូទៅ iBGP វា
មិនត្រូវការ IGP metric ដើម្បីជ្រើសរើស pass ដែលល្អទេប៉ុន្តែជាមួយនឹង AIGP BGP វាអាច compare មានន័យវាអាចប្រៀបធៀប path ដែលប្រើប្រាស់ IGP cost ដែលធ្វើឲ្យ path selection នឹងវាអាចច្បាស់ជាងមុនដំណើរការហ្នឹងគឺថា router នីមួយៗវាគុំ IGP cost ដូចជា OSPF cost ទៅជាមួយនឹង AIGP ដើម្បីរក route ណាដែលអាច pass through ដែលអាចធ្វើការ routing ឆ្លងកាត់ network បានហើយនៅពេលដែល route បន្ទាប់បានឃើញ accumulate cost ហ្នឹងវានឹងជួយជ្រើសរើស pass ណាដែលប្រើប្រាស់តិចជាងគេមានន័យថា cost lowest cost path ចំណុចបន្ទាប់គឺទៅលើ aggregate address អញ្ចឹងនៅក្នុង BGP aggregate address ហ្នឹងគឺជា summary route ដែលផ្គុំជាមួយនឹងnetwork ទូចជាច្រើនដែលយើងហៅថា prefix ពីដើមឡើយហ្នឹងជាដាក់បញ្ចូលជាមួយនឹង prefix មួយដែលធំហើយកន្លែងហ្នឹងគឺវាជួយ reduce size មានន័យថាជួយធ្វើឲ្យ size នោះទូជាងមុននៅក្នុង routing table ហើយវាធ្វើឲ្យ advertisement ហ្នឹងវា simple ឬមួយធម្មតាមួយដែលធ្វើឲ្យ router យើងហ្នឹងអាចទទួលសារបានហើយវា improve efficiency មានន័យថាវាមានការលឿនជាងមុន smooth អញ្ចឹងហើយវាសំខាន់លើត្រង់ថាបើសិនជា BGP table ហ្នឹងវាទូចគឺវា reduce routing table size មានន័យថាវាធ្វើឲ្យ routing size របស់ routing table ហ្នឹងវាទូចជាងមុនហើយបើសិនជាយើងនិយាយទៅលើផ្ទាល់ទៅលើ laptop មួយ device យើងមានន័យថាវាធ្វើឲ្យ GPU usage របស់យើងហ្នឹងប្រើប្រាស់បានតិចជាងមុនដែរអញ្ចឹងវាមកធ្វើឲ្យកុំព្យូទ័រយើងដើរលឿនអញ្ចឹងយើងបញ្ចប់ទៅលើ AS path selection យើងនឹងចូលទៅដល់ redistribution redistribution ដែលនៅក្នុង BGP វាជា process មួយដែលវាប្រើប្រាស់ route ដែលវាបានពី routing protocol ផ្សេងៗដូចជា OSPF EIGRP ឬមួយ static route ហ្នឹងហើយវាបញ្ចូលគ្នាហ្នឹងចូលទៅក្នុង BGP ហើយដោយសារតែនឹងហើយវា allow ឲ្យ routing protocol ផ្សេងៗអាច share route ហើយវាធានាឲ្យការធ្វើ connection រវាង network ទៅ network មួយទៀតហ្នឹងគឺដំណើរការបានទោះបីថា protocol ហ្នឹងវាខុសគ្នាយ៉ាងម៉េចក៏ដោយហើយ purpose របស់ redistribution ហ្នឹងគឺប្រើប្រាស់សម្រាប់ connect internal network IGP ជាមួយនឹង external network BGP ហើយដើម្បីធានា internal router ដែលជា external route ហើយនឹង external file ឲ្យ external file ហ្នឹងដឹងថា internal route ហ្នឹងជាអីហើយវាផ្ដល់ឲ្យ network reachability ពេញរវាង autonomous system ចំណុចបន្ទាប់យើងនឹងនិយាយអំពី rule របស់ split horizon ដែលជាមួយនឹង route reflect ហើយនឹង configuration អញ្ចឹងនៅក្នុង IBGP កន្លែង split horizon rule ហ្នឹងគឺវាជួយកុំឲ្យ router យើងហ្នឹង advertise route វាសំទោសគឺមានន័យថាវាជួយកុំឲ្យ router យើងហ្នឹងវា advertise ទៅលើ router ដែលវាបានដឹងអំពី IBGP IBGP របស់ router នៃ neighbor ផ្សេងទៅ IBGP របស់ neighbor មួយទៀតហើយវាអាច limit ទៅលើ route propaganda ដែលនៅក្នុង AS1 ដែលធំហើយដើម្បីកុំឲ្យវាមានបញ្ហាហ្នឹង
BGP វានឹងប្រើប្រាស់ route reflection វាគឺជា router មួយដែលគេហៅវាថា route reflector វាអាចជួយឲ្យ advertise route ហ្នឹងទៅ IBGP វាផ្សេងហើយវានឹងបំបែកsplit horizon limitation មានន័យថាវាកុំឲ្យ horizon ហ្នឹងវាមាន limit configuration ហ្នឹងគឺមានន័យថា AS វានឹងចែកឲ្យទៅជា AS តូចៗផ្សេងៗដែលហៅថា sub AS ហើយ IBGP route ហ្នឹងអាច share information អាច share ទិន្នន័យរវាង sub AS ហ្នឹងបានដូចជាធ្វើដូចវាហ្នឹងជា eBGP អញ្ចឹងនិយាយខ្លីគឺគេប្រើ rule ហ្នឹងដើម្បីកុំឲ្យវាមាន loop កុំឲ្យវាចេះតែ loop back ហើយក្នុងនេះគឺវាជារូបមន្តសម្រាប់អាចគណនាចំនួនសរុបរបស់ IBGP section នឹងបានដែលវាស្មើ n កតាយ n ដល់1ចែក2អញ្ចឹងយើងនិយាយលើ rule មិញអញ្ចឹងនេះគឺជា rule ទី1អញ្ចឹងដូចនៅក្នុង example ខាងក្រោមហ្នឹងយើងឃើញថា autonomous system AS វា100ហើយនៅក្នុងនោះវាមាន OR client OR non OR client ហើយខាងក្រោមហ្នឹងក៏ជា non OR client ដែរហើយយើងឃើញថា loop back 0គឺ 10.1.100.4/32 ចឹងកន្លែងហ្នឹងគេចង់និយាយថាម៉េចចឹងយើងឧទាហរណ៍ថា router 4ហ្នឹងវាជា non OR client ប៉ុន្តែ OR client router 1ហ្នឹងវាចង់ផ្ញើទិន្នន័យកាក់ទៅ non OR client ចំណែក OR នៅក្នុង router 2ហ្នឹងវាជាជា server មួយចុះយើងថាវាជា server មួយចុះអញ្ចឹងនៅពេលដែល router 1វាចង់ផ្ញើទិន្នន័យវានឹងផ្ញើទិន្នន័យឆ្លងកាត់ server ប៉ុន្តែយើងឃើញថា router 4និង router 3ហ្នឹងវាជា non OR វាមិនមែនជា OR ទេវាជា non OR អញ្ចឹងនៅពេលដែល router 1វាផ្ញើទៅយើងឃើញថា OR ហ្នឹងវានឹង broadcast ប៉ុន្តែវា broadcast ហ្នឹងវា broadcast របស់វា advertise ហ្នឹងគឺវា advertise របស់ OR1 ទៅ router ផ្សេងទៀតអញ្ចឹងយើងឃើញថាដោយសារតែទិន្នន័យហ្នឹងវារបស់ OR1 អញ្ចឹងវាមិនផ្ញើទៅ OR1 ទៀតទេព្រោះអីវាជារបស់ខ្លួនវាអញ្ចឹង OR ដែលជា admin ហ្នឹងវានឹងផ្ញើទៅ not OR ទាំង router 4និង router 3អញ្ចឹងចំណុចកន្លែង configuration ហ្នឹងយើងនឹងនិយាយអំពីរបៀបមួយទៀតដើម្បីប្រើប្រាស់ដើម្បីកុំឲ្យ split horizon ដើម្បីកុំឲ្យប្រើប្រាស់split horizon rule ហ្នឹងហើយនឹង full mesh នៅក្នុង IBGP section អញ្ចឹងចំណុចបន្ទាប់ហ្នឹងគឺនិយាយអំពី BGP loop prevention អញ្ចឹងយើងមាន problem background អញ្ចឹងជា default គឺ BGP វានឹងប្រាប់ route advertisement ទាំងអស់ហ្នឹងថាវា AS number ហ្នឹងជា AS path ដើម្បីកុំឲ្យមានការធ្វើ routing loop បើមើលតាមរូបយើងឃើញថាrouter 3ដែលជា neighbor 10.1.13.3 ហ្នឹងគឺវាជា allow in ហ្នឹងវាជាការធ្វើកុំឲ្យមាន loop មួយដែលដោយសារតែ router 2ហ្នឹងវាស្ថិតនៅក្នុង AS23 ហើយ route ទី3ហ្នឹងគឺវាស្ថិតនៅក្នុង AS23 ដូចគ្នាអញ្ចឹងកន្លែងហ្នឹងគឺវា allow in មានន័យថាដោយសារតែ AS វាមានលេខដូចគ្នាអញ្ចឹងមានឲ្យវាទទួលស្គាល់គ្នាចំណែកឯចំណងមួយទៀតហ្នឹងគឺគេហៅថា AS override AS override ហ្នឹងមានន័យថាម៉េចអញ្ចឹងឧទាហរណ៍នៅក្នុងរូបនេះដែរយើងឃើញថា router 2ហ្នឹងចង់ផ្ញើទិន្នន័យទៅ router 3ប៉ុន្តែ
ដោយសារតែវាស្ថិតនៅក្នុងAS23 ដូចគ្នាដូច្នេះទោះបីយើងផ្ញើទិន្នន័យឆ្លងកាត់ R1 ក៏យើងឃើញថា AS ដូចគ្នាអញ្ចឹងវាខ្លួនវាដដែលហ្នឹងអញ្ចឹងវាមិនវាអត់ទទួលទេប៉ុន្តែបើសិនជាយើង override មានន័យថា router 2នៅពេលដែលវាផ្ញើចូលទៅក្នុង router 1វានឹង override ពី router 23ហ្នឹងទៅជាrouter AS23 ហ្នឹងទៅជា AS100 អញ្ចឹងនៅពេលដែលផ្ញើ AS100 ពី router 1ទៅ router 3 AS23 ហ្នឹងវានឹងឃើញថាអាហ្នឹងគឺជា AS ផ្សេងគ្នាអញ្ចឹងវានឹងឲ្យអ្នកផ្សេងវានឹងឲ្យអាផ្សេងហ្នឹងដើម្បីចូលមកធ្វើ connectivity ដើម្បីផ្ញើទិន្នន័យហើយនេះគឺជាការប្រាប់ថាថាកន្លែង allow in និង override ហ្នឹងវាខុសគ្នាមិនអញ្ចឹងភាគច្រើនកន្លែង allow in ហ្នឹងគឺប្រើជា customer មានន័យថាវា accept AS ដែលដូចគ្នាដើម្បីទទួល route ចំណែក override វិញគឺជា provider មានន័យថាអ្នកឲ្យគេដូចជាក្រុមហ៊ុនអីជាដើមអញ្ចឹងបើសិនយកឧទាហរណ៍ analogy ខាងក្រៅមានន័យថាទទួលហើយ write ដើម្បី write សរសេរហើយដើម្បីផ្ញើទៅដើម្បី advertising អញ្ចឹងការធ្វើបទបង្ហាញខ្ញុំគឺអស់ត្រឹមប៉ុណ្ណឹងហើយអរគុណសម្រាប់ការស្ដាប់ជម្រាបលា